ស្ដីអ្នកនរគ្នាថ្ងៃដែរមានបានពំនាំនៅសេចរឿងថ្មីមួយរឿងទៀតហើយដែលជារឿងថ្មីទៅបញ្ចេញថ្មីហើយរឿងនេះដែរកំពុងតែផ្ទុះខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមដែលមានចំណងជើងថាទេសចរស្រីជួបធាតុករនៅក្នុងព្រៃជ្រៅដែលរឿងនេះដែរនិយាយអំពីទេសចរស្រីម្នាក់បានធ្វើដំណើរទៅក្នុងព្រៃជ្រៅដើម្បីធ្វើដំណើរកម្សាន្តបន្ទាប់មកពេលដែលធ្វើដំណើរកម្សាន្តហ្នឹងនាងក៏បានជួបនឹងធាតុកររោគចិត្តម្នាក់នៅក្នុងព្រៃនោះផងដែរធ្វើឲ្យធាតុករនោះព្យាយាមសម្លាប់នាងយ៉ាងខ្លាំងនៅពេលនោះដែរបន្ទាប់មកនាងក៏បានរត់គេចខ្លួនបានសម្រេចអញ្ចឹងក៏មកខាតពេលយូរយើងអាចចូលរួមទស្សនាដល់គ្នាអំពីសាច់រឿងទាំងមូលទាំងអស់គ្នាដូចតទៅរឿងនេះដែរបានចាប់ផ្ដើមឡើងនៅពេលដែលគូស្នេហ៍មួយគូម្នាក់គឺឈ្មោះសាសាហើយម្នាក់ទៀតហ្នឹងគឺឈ្មោះថមីគេទាំងពីរនាក់ហ្នឹងគឺបានធ្វើដំណើរកម្សាន្តទៅប្រទេសណូវេដើម្បីឡើងលើភ្នំកម្សាន្តអញ្ចឹងគ្នាយើងភាសាពួកគេជាអ្នកជំនាញក្នុងការឡើងភ្នំខ្ពស់ខណៈដែលពួកគេកំពុងតែឡើងភ្នំកម្សាន្តនោះផងដែរគេក៏បានសម្រាកមួយស្របបន្ទាប់មកពួកគេក៏ធ្វើដំណើរដើម្បីឡើងភ្នំទៀតពេលដែលកំពុងតែឡើងទៅលើហ្នឹងពួកគេគឺមានភាពសប្បាយរីកមែនទែនលេងសើចផងស្រែកគោផងដោយសារឃើញទេសភាពស្អាតអញ្ចឹងគ្នាយើងបន្ទាប់មកគេដែលឡើងទៅកាន់ទីខ្ពស់ធ្វើឲ្យសាសាហ្នឹងសម្បូរដៃធ្លាក់មកក្រោមច្រើនសារប៉ុន្តែធ្វើបានថមីលើកទឹកចិត្តថាឲ្យត្រូវតែឡើងតទៅទៀតពេលដែលពួកគេកំពុងធ្វើដំណើរទៅព្យុះក៏បានបាក់បោកមកដល់ធ្វើឲ្យព្យុះហ្នឹងបាក់បោកបាក់ដុំថ្មបាក់អីចឹងគ្នាយើងធ្លាក់មកធ្វើឲ្យថមីហ្នឹងរបូតដៃធ្លាក់មកក្រោមធ្វើឲ្យសាសាចាប់ជាប់តែពេលនោះដែរធ្វើឲ្យសាសាមិនអាចចាប់ជាប់បានយូរទេដោយគិតថាមិនអាចថមីឡើងលើរួចបន្ទាប់មកនាងក៏បានប្រឡែងខ្សែធ្វើឲ្យថមីធ្លាក់ស្លាប់នៅក្នុងគណៈពេលនោះតែម្ដងទៅមួយរយៈក្រោយមកទៀតសាសាក៏បានធ្វើដំណើរកំសាន្តទៅក្នុងព្រៃម្ដងទៀតពេលនេះដែរនាងបានធ្វើដំណើរកំសាន្តមកតាមផ្លូវក៏ឈប់សម្រាកហូបអាហារហូបអីចឹងគ្នាយើងតមកនាងក៏បានចូលទៅក្នុងហាងលក់ទំនិញមួយដើម្បីទិញទំនិញរបស់គ្រីមដើម្បីយកទៅហូបពេលដែលនាងធ្វើដំណើរកំសាន្តក្នុងព្រៃអញ្ចឹងយើងពេលនោះដែរមានព្រានព្រៃពីរនាក់ចូលមកទិញក្នុងនោះដែរប្រើពាក្យសម្ដីលេបខាយដាក់នាងជាមួយចេះពីរព្រៃនេះហ្នឹងគឺមិនចូលចិត្តមែនតើខណៈនោះដែរបេនក៏ចូលមកនៅក្នុងកូនហាងនេះដែរហើយពេលដែលឃើញសភាពការបែបនេះគាត់ក៏បាននិយាយទៅប៉ាន់ពួកគេថាកុំធ្វើអីប្រេះផ្ដាស់កុំនិយាយមិនល្អដាក់នាងឲ្យនាងទិញអីទិញទៅស្រេចថានាងចូលចិត្តតមកនឹងធ្វើឲ្យសាសាហ្នឹងចាប់អារម្មណ៍ទៅលើបេនមែនតើក៏គិតថាបេនហ្នឹងគឺជាមនុស្សល្អអញ្ចឹងគ្នាលោកបន្ទាប់មកនាងក៏បានឡើងមកលើឡានរបស់នាងដើម្បីត្រៀមធ្វើដំណើរទៅមុខទៀតចៃដន្យអីបេនក៏បានជិះឡានមកដល់ក្បែរនាងក៏ឈប់ហើយនាងក៏ចាប់អារម្មណ៍ក៏បានស្រែកពួកបេនអំពីផ្លូវដែលត្រូវនាងធ្វើដំណើរតទៅមុខទៀតនាងក៏យកផែនទីបង្ហាញទិសដៅដែលនាងទៅហើយបេនក៏បានបញ្យល់ពីស្ថានភាពផ្លូវគឺមានផ្លូវល្អផ្លូវមិនល្អផ្លូវវាងអញ្ចឹងផ្លូវកាត់អញ្ចឹងនេះយើងទៅមកក៏គាត់ហ្នឹងក៏ធ្វើដំណើរទៅនាងក៏បានធ្វើដំណើរតាមផ្លូវកាត់ដោយសារផ្លូវកាត់ហ្នឹងគឺមានភាពពិបាកធ្វើដំណើរអញ្ចឹងព្រោះនាងយកសម្រាប់ចិត្តយកតាមផ្លូវកាត់ទៅវិញរួចនាងក៏បានបើកឡានធ្វើដំណើរចូលទៅក្នុងព្រៃតាមរយៈផ្លូវលំបាកនេះពេលដែលនាងធ្វើដំណើរទៅមេឃក៏ចាប់ផ្ដើមយប់អញ្ចឹងធ្វើឲ្យនាងហ្នឹងឈប់សម្រាកនៅកន្លែងមួយនៅក្នុងព្រៃអញ្ចឹងគ្នាយើងថ្នាក់នោះដែរនាងក៏បានរៀបចំហូបនំហូបចំណីដែលនាងត្រៀមមកទុកពេលដែលយប់មកដល់តែមានឡានពួកព្រានព្រៃដែលប្រមាណព្រៃនៅពេលយប់ហ្នឹងក៏បានបើកឡានមកជួបនឹងនាងហើយក៏បានឈប់បែរនោះតាមពិតគឺជាពួកព្រានព្រៃដែលជួបនាងនៅពេលទិញអីវ៉ាន់នៅតូបនោះសោះពួកលុះក្រោយមកព្រលឹមឡើងក៏មកដល់នាងក៏បានធ្វើដំណើរយកទូកជ័ររបស់នាងដើម្បីធ្វើដំណើរតាមទឹកម្ដងពេលដែលនាងកំពុងតែជិះទូកកាត់ជ្រោះហ្នឹងព្រោះនាងមានចិត្តសប្បាយរីករាយមែនតើទៅទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងព្រៃភ្នំនេះធ្វើឲ្យនាងនឹងអុំទូកបដាសោកស្វាយរីករាយបណ្ដាធ្វើឲ្យទូករបស់នាងនឹងកលិចកលាប់ចុះកលាប់ឡើងឆ្លងកាត់ជ្រោះភ្នំធ្លាក់ចុះធ្លាក់ឡើងធ្វើឲ្យទូករបស់នាងនឹងហក់ទៅតាមខ្សែទឹកឬក៏ទិដ្ឋភាពឬក៏សន្តានដីសន្តានទឹកដែលនាងធ្វើដំណើរពេលធ្វើដំណើរមកនាងក៏បានទូកន្លែងចម្លែកមួយនាងក៏បានឃើញរូបថតអ្នកទេសចរនិងសម្ភារៈផ្សេងជាច្រើនទៀតបានភឿនៅទីនោះធ្វើឲ្យចិត្តនាងមានចម្លែកក្នុងចិត្តយ៉ាងខ្លាំងថាហេតុអ្វីក៏មានទិដ្ឋភាពនេះកើតឡើងបន្ទាប់មកនឹងនាងក៏បានឡើងទៅលើគោកដើម្បីសម្រាកឬក៏ដេកនៅទីនោះដើម្បីយកកម្លាំងបន្តដំណើរនៅទៅទៀតនៅពេលយប់លុះព្រឹកឡើងនាងក៏បានញាក់ឡើងនាងបានចេញពីតង់មកក៏បានមើលទៅសាកដោរបស់នាងដែលយួរទុកនៅដើមឈើស្រាប់តែបាត់ឈឹងមិនដឹងថាអ្នកណាយកទៅណាបាននាងក៏បានមើលចុះមើលឡើងក៏មិនឃើញក៏ដើរត្រឡប់ចូលមកក្នុងតង់នេះវិញរៀបចង់តង់ហើយស្រាប់តែកលេចទៅឃើញពស់មួយយ៉ាងធំនៅក្នុងតង់ធ្វើឲ្យនាងនេះភ្ញាក់ព្រឺតតែម្ដងក៏មកនាងក៏បានរៀបចំរួចក៏បានធ្វើដំណើរទៅមុខបន្តទៅទៀតពេលដែលនាងធ្វើដំណើរមួយរយៈមកនាងក៏
បានជួបនឹងទូកមួយដែលមានខ្សែចងជាប់នឹងដើមឈើធ្វើនាងមានចិត្តឆ្ងល់មែនទែនរួចនាងក៏បានចតទូកនៅទីនោះដើម្បីឡើងទៅមើលក្រែងលោមានមនុស្សមានអីនៅទីនោះក្រោយមកពេលធ្វើដំណើរទៅនាងក៏បានជួបនឹងបេនម្ដងទៀតធ្វើឲ្យនាងគឺមានភាពតក់ស្លុតណាក់នោះផងដែរដែលឃើញគេនៅទីនេះតមកបេនក៏បាននិយាយសួរនាំនាងក៏បានប្រាប់ថានាងត្រូវបានគេលួចសាក់កាដូព្រមទាំងទូរស័ព្ទបាត់ទៀតផងក្រោយមកពួកគេក៏បាននិយាយរៀបរាប់ផ្សេងៗដែលប្រាប់គ្នាទៅវិញទៅមកនៅទីនោះតមកបេនក៏បានបបួលនាងឲ្យហូបអាហារជាមួយខ្លួនដែលខ្លួនចំអិននៅទីនោះតែម្ដងរួចក៏នាងក៏បាននិយាយទៅកាន់បេនថានាងសូមធ្វើដំណើរទៅមុខទៀតហើយដើម្បីឲ្យនាងនឹងធ្វើដំណើរទៅកំសាន្តខាងមុខពេលនោះដែរបេនក៏បានច្រកឈរឡើងរត់ទៅបានខាត់នាងនៅចំពោះមុខតែម្ដងពេលដែលលើកដៃឡើងសាងក៏បានឃើញខ្សែដៃរបស់នាងជាប់នៅក្នុងដៃរបស់បេនធ្វើឲ្យនាងហ្នឹងគឺចាប់អារម្មណ៍តមកបេនក៏បានយកសាក់កាដូមកឲ្យមើលព្រមទាំងទូរស័ព្ទរបស់នាងហើយយកស្នាមកគម្រាមនាងថែមទៀតផងរួចក៏បានចាក់បទភ្លេងនឹងទូរស័ព្ទរបស់គាត់ហ្នឹងឲ្យនាងហ្នឹងរត់គេចនៅក្នុងគណៈនោះតែម្ដងភ្លាមនោះដែរសាបានអុំទុករត់យ៉ាងខ្លាំងធ្វើឲ្យនាងផិតភ័យឯបេននេះវិញក៏បានរត់តាមមាត់ជ្រោះដើម្បីប្រមាញ់របស់នាងបន្តទៅទៀតបន្ទាប់មកនាងអុំទុកអុំចុះអុំឡើងក៏ធ្លាក់ចូលជ្រោះធ្វើឲ្យនាងហ្នឹងក្លាប់ទុកបុកក្បាលធ្វើឲ្យនាងបែកក្បាលឈាមនៅពេលគណៈនោះដែរបន្ទាប់មកនាងក៏បានសវេសវាហែលឡើងមកលើគោកវិញព្រមទាំងដោះកៅអៅចេញផងដែរស្រាប់តែឮសំឡេងអ្វីនៅខាងលើក៏នាងរត់ទៅលើក៏បានឃើញទូរស័ព្ទមួយគ្រឿងដែលបេនដាក់បិឆោតដើម្បីឲ្យនាងរត់មករកជំនួយជាដើមអញ្ចឹងគ្នាយើងតែមកបេនក៏បានលើកស្នាបាញ់នាងប៉ុន្តែខុសធ្វើឲ្យនាងនឹងរត់ទៅមុខទៀតធ្វើឲ្យបេននឹងចាប់ដើមដេញប្រមាញ់នាងបន្តទៅទៀតធ្វើឲ្យនាងនឹងរត់តាមព្រៃភ្នំនឹងគឺមានអារម្មណ៍ផិតភ័យមែនតែឯបេនក៏ធ្វើដំណើរប្រមាញ់តាមក្រោយបន្តទៅទៀតពេលដែលនាងកំពុងតែរត់ហ្នឹងធ្វើឲ្យបេនហ្នឹងទាញស្នាបាញ់មកត្រូវនឹងសាក់កាដូនាងខាងក្រោយធ្វើឲ្យនាងហ្នឹងជ្រុលខ្លួនមករត់តណតណែងរមីលខ្លួនធ្លាក់ចូលទៅក្នុងទឹកជ្រោះធ្វើឲ្យនាងហ្នឹងឆ្លក់ទឹកមួយរំពេចតមកនាងគឺបានហែលទឹកតាមចលើងទួចៗដែលមានទឹកជ្រៅជាច្រើនហ្នឹងដើម្បីគេចខ្លួនពីបេនរួចក៏បានហែលមកដល់កន្លែងមួយក៏បានឡើងមកលើគោករួចគឺយកសាក់កាដូមកមើលស្រាត់ទូរស័ព្ទរបស់នាងបែកហើយចូលទឹកធ្វើឲ្យនាងហ្នឹងប្រើការបាននៅក្នុងកណ្ដុងផងដែររួចនាងក៏បានហូបអីបន្តិចរួចក៏បានធ្វើដំណើរទៅមុខទៀតក៏បានជួបនឹងចលងភ្នំមួយនាងក៏បានតោងឡើងដើម្បីធ្វើដំណើរទៅខាងលើពីនោះដែរនាងក៏បានត្រែងឡើងទៅលើបានសម្រេចរួចក៏បានទៅលើភ្នំនោះធ្វើឲ្យនាងនឹងឆ្លាស់មកឆ្លាស់មកដែលមានពន្លឺថ្ងៃចាំងមកតាំងទៅចាស់ទៅចង់ភ្លាមនោះដែរនាងក៏បានយកកាយចិត្តរបស់នាងដើម្បីយកមកឆ្លោះមើលត្រាប់តែឃើញបេនហ្នឹងគេរត់តាមក្រោយរបស់នាងបន្តមកទៀតធ្វើឲ្យនាងនឹងផិតភ័យមែនតែនរួចក៏រត់ទៅចុះពូននៅក្នុងលអាងភ្នំមួយដែលមានចម្រៀលភ្នំគួរឲ្យមានគ្រោះថ្នាក់បំផុតដល់មកបេនក៏បានឡើងមកដល់ក៏រកនាងមិនឃើញក៏ត្រឡប់ទៅវិញដល់មកនាងចាំមួយសន្ទុះដឹងថាបេនត្រឡប់ទៅវិញហើយនាងក៏បានឡើងនៅលើចម្រៀលភ្នំនោះឡើងវិញដើម្បីធ្វើដំណើរទៅមុខទៀតពេលធ្វើដំណើរទៅមួយសបកនាងក៏បានឃើញអូមួយហើយយកកាយចិត្តមកចិត្តមើលក៏ឃើញទូកមួយទនេនៅទីនោះនាងក៏បានរត់ចុះទៅទីនោះដើម្បីយកទូកនេះដើម្បីរត់គេចខ្លួននោះដែរបេនក៏ពងតែលោតមកលេងទឹកនៅទីនោះផងដែរតមកនាងក៏បានហែលមួយទៅដល់ទូកនោះបានសម្រេចប៉ុន្តែមិនបានយកបានទេដោយសារទូកនោះជាប់ច្រវាក់បន្ទាប់មកនាងក៏បានហែលទៅដើម្បីតោះច្រវាក់ឬក៏ស្រាយច្រវាក់នោះក៏បានជាប់នឹងអង្គប់ដែលបេនដាក់នៅទីនោះជាប់នឹងជើងតែម្ដងធ្វើឲ្យនាងបារះទាំងខ្លាំងតមកបេនក៏បានឃើញក៏ចាប់ដើមស្លៀកខោអាវរត់បញ្ញាប់បញ្ញាមកដើម្បីមកចាប់នាងបន្តទៅទៀតសាបានព្យាយាមដោះជើងពីច្រវាក់របស់នាងនោះប៉ុន្តែមិនបានសម្រេចធ្វើឲ្យបេនហ្នឹងរត់មកដល់ក៏ចាប់ទាញច្រវាក់ទាញនាងឡើងលើបានសម្រេចណានោះដែរនាងក៏បានទាញស្ប្រាយមកបាញ់ភ្នែករបស់បេនហ្នឹងធ្វើឲ្យបេនហ្នឹងមានការផ្សាភ្នែកយ៉ាងខ្លាំងរួចក៏បានមួយទឹកទៅលាងភ្នែកឯសាក៏ព្យាយាមរត់ឡើងមកស្រាយច្រវាក់ប៉ុន្តែស្រាយមិនបានទេធ្វើឲ្យពួកហ្នឹងតែបន្តគ្នាបន្តមកហ្នឹងនាងក៏រត់តាំងពីយកស្នាដែលនៅខាងលើប៉ុន្តែយកមិនដល់ទេដោយសារច្រវាក់ហ្នឹងវាខ្លីធ្វើឲ្យបេនហ្នឹងរត់មកយកបានស្នាហ្នឹងក៏យកទៅព្យួងនាងធ្វើឲ្យនាងហ្នឹងស្ងាត់មួយរំពេចបន្ទាប់មកហ្នឹងបេនក៏បានដោះអង្គប់ចេញពីជើងរបស់នាងរួចក៏យកនាងទៅចាប់ចងព្យួរនៅក្នុងកន្លែងដែលបេនធ្លាប់រស់នៅហើយក៏ភ្លៀងមកនៅក្នុងឋានៈនោះដែរធ្វើឲ្យនាងវេទនាយ៉ាងខ្លាំងនៅក្នុងឋានៈនោះផងដែរលុះព្រឹកឡើងគេទាំងពីរក៏បានជិះទូកធ្វើដំណើរទៅមុខទៀតនាងក៏បានព្យាយាមលើទៅស្រាយខ្សែដើម្បីលោតចេញពីទូកអញ្ចឹងគ្នាយើងប៉ុន្តែត្រូវបានបេនគេដឹងមុនរួចបេនក៏
ក៏បានដើរមកក៏បានចាប់នាងទម្លាក់ចូលក្នុងទឹកជាមួយនឹងខ្សែជាប់ចំណងរួចគេក៏បានអមទូក៏ដោយទឹកជ្រោះដែលកំពុងហូរឡើងហ្នឹងដើម្បីអោសនាងទៅមុខធ្វើនាងហ្នឹងឆ្លក់ទឹកធ្វើនាងហ្នឹងហែលតាមយ៉ាងវេទនាបន្ទាប់មកគេបានធ្វើដំណើរទៅដល់កន្លែងមួយដែលជាកន្លែងលអាងអាកំបាំងដែលបេនធ្លាប់រស់នៅនឹងយកមនុស្សមកសម្លាប់គេក៏បានទាញសាឡើងទៅលើគោករួចក៏បានឲ្យសាហ្នឹងកាន់ខ្សែពួរដើម្បីសម្រូតខ្លួនចុះទៅក្នុងលអាងនោះពេលទៅដល់លអាងនោះភ្លាមធ្វើឲ្យសាហ្នឹងគឺមានភាពតក់ស្លុតយ៉ាងខ្លាំងដែលឃើញសាកសពរបស់អ្នកទេសចរជាច្រើនអ្នកបានបេនធ្វើទរណកម្មសម្លាប់នៅទីនោះផងដែរព្រោះអានាងហ្នឹងគឺរន្ធត់ចិត្តយ៉ាងខ្លាំងបេនបានចងនាងនៅទីនោះនាងបានកលេចជុំវិញនោះទៅបានឃើញសិតតែបំណែកសាកសពដែលត្រូវបេនហ្នឹងវះមើលជាងៀបដើម្បីយកទៅលក់នៅទីផ្សារអញ្ចឹងយើងក្នុងនោះដែរនាងក៏បានឃើញការនាងទិញសាច់ងៀបនៅក្នុងតូបនោះប្រកាសជាសាច់របស់មនុស្សពិតជាមិនខានធ្វើឲ្យនាងហ្នឹងមានភាពតក់ស្លុតកាន់តែខ្លាំងពីព្រោះតាបេនគេយកសាច់មនុស្សមកធ្វើអាជីវកម្មអញ្ចឹងយើងធ្វើឲ្យគាត់ហ្នឹងភ័យបារះទាញចង្វាក់ធ្វើឲ្យបេនហ្នឹងរត់មកចាប់នាងព្រមទាំងចាប់អុកនាងមកហើយបានជាក់ថ្មិញសបៈនិមិត្តចេញឃើញថ្មិញរបស់បេនហ្នឹងគឺស្រួចដូចថ្មិញខ្មោចឆៅអញ្ចឹងយើងធ្វើឲ្យនាងហ្នឹងមានភាពតក់ស្លុតមែនតើបន្ទាប់មកបេនក៏បានអោសនាងយកទៅចងព្យួរនឹងរកដើម្បីទាញនឹងលើដើម្បីវះកលាក់សាច់ដើម្បីយកទៅលក់ដូចអ្នកអាងមុនអញ្ចឹងយើងលៀមនោះដែរសាបានកលេចទៅបានឃើញរូបថតម្ដាយរបស់បេនហើយបានសួរបេនអំពីម្ដាយរបស់គាត់អញ្ចឹងតមកបេនក៏បានកែថាមានអារម្មណ៍ត្រជាក់បន្តិចក៏ដើរមកនិយាយជាមួយនាងបែរនាងតាប់តែនាងនោះបានអោបេនជាប់ហើយបានខំស្លឹកកជារបស់បេនជាប់ថែមទាំងធ្វើឲ្យគេទាំងពីរចាប់ដើមបារះចុះប្រះឡើងធ្វើឲ្យខ្សែដែលជាប់នឹងរងលបោតធ្លាក់នាងមកក្រោមហ្នឹងក៏បានសវេសវ៉ាដើម្បីរត់គេចពីនោះតមកនាងក៏បានលោតចុះទៅក្នុងទឹកជ្រោះណែតខ្លួនចុះមកតាមព្រោះឲ្យបេនហ្នឹងក៏លោតមកតាមដែរប៉ុន្តែនាងបានជាប់ខ្សែវែងហ្នឹងព្រោះឲ្យបេនហ្នឹងរត់មកតាមក្រោយជាមួយមកតាមក្រោយហ្នឹងគឺបានចាប់ខ្សែចងជាមួយខ្លួនគេជាប់រួចក៏បានធ្លាក់មកក្នុងជ្រោះហូរយ៉ាងខ្លាំងពួកគេក៏បានហូរក្តោយទឹកមកហ្នឹងធ្វើឲ្យបេនហ្នឹងបុកនឹងដុំថ្មដុំអីចឹងធ្វើឲ្យបេនហ្នឹងស្លាប់នៅក្នុងគណៈនោះផងដែរពេលដែលបេនកំពុងស្លាប់ពេលតែមកដល់កន្លែងទឹកនឹងមួយហ្នឹងធ្វើឲ្យសារបស់យើងបានយកដុំថ្មយ៉ាងធំដើម្បីទៅគប់ដើម្បីឲ្យបេនស្លាប់ក្នុងគណៈពេលនោះតែម្ដងប៉ុន្តែដោយសារទឹករៀងជ្រៅធ្វើឲ្យគេគប់ទៅមិនបានធ្វើឲ្យបេនស្លាប់នោះទេធ្វើគាត់ឲ្យស្លាប់តែប៉ុណ្ណោះតែមកសាបានពិតសវេសវ៉ាដើម្បីរកដុំថ្មមកទាញសម្លាប់គាត់ទៀតគ្រានោះដែរធ្វើឲ្យបេនហ្នឹងដឹងខ្លួនឡើងវិញធ្វើឲ្យសាភ្ញាក់ព្រឺតក៏រត់យកខ្សែកាបដែលជាប់នឹងខ្លួនហ្នឹងទៅរឹតកដើម្បីមានបំណងសម្លាប់បេនអញ្ចឹងគ្នាយើងប៉ុន្តែនាងគឺមានកម្លាំងខ្សោយអញ្ចឹងគឺមិនអាចរឹតកបេនឲ្យស្លាប់បានទេព្រោះបេនហ្នឹងបារះរួចទៅមកហ្នឹងបេនក៏បានទាញនាងទៅក្រោមវិញរួចក៏បានច្របាច់កនាងយ៉ាងខ្លាំងធ្វើឲ្យនាងហ្នឹងរៀបនឹងដាច់ចោលក្នុងគណៈនោះតែម្ដងប៉ុន្តែបេនគឺគេបានដោះលែងនាងវិញដោយបានវិធូដៃយ៉ាងវិញព្រោះនាងមិនអាចស្លាប់ទេនៅក្នុងគណៈនោះពេលបេនភ្លេចខ្លួនមួយរំពេចនោះស្រាប់តែនាងបានយកដៃទៅវាយលើមុខរបស់បេនដាច់ញាទៅក្រោយរួចសាក៏បានសេសវ៉ាឡើងដើម្បីយកនំថ្មមួយយ៉ាងធំរួចបានវាយបំបាក់ជើងរបស់បេនក្នុងគណៈនោះទៅហើយបេនបានយកនំថ្មចោលលើមុខរបស់សាធ្វើឲ្យសាហ្នឹងបែកចំក្នុងគណៈនោះផងដែររួចគេបានសន្លប់ឬក៏សម្រាកនៅពេលយប់នោះផងដែរលុះភ្ញាក់ឡើងពួកគេលែងឆ្លោះគ្នាទៀតហើយក៏ចាប់ផ្ដើមសួរគ្នាអំពីបញ្ហាធ្វើដំណើរត្រឡប់ទៅវិញពេលនោះដែរបេនក៏បានប្រាប់ថាបើធ្វើដំណើរទៅមកគឺរយៈពេលយូរណាស់មកមិនដល់អញ្ចឹងគឺមានទៅផ្លូវកាត់ទេគឺឡើងភ្នំទើបអាចឆាប់បានត្រឡប់ទៅវិញបានភ្លាមនោះដែរបេនក៏បានយល់ព្រមឲ្យសាហ្នឹងឡើងភ្នំដើម្បីនាំខ្លួនឡើងទៅជាមួយផងដែររួចក៏បានចាក់សោដៃរបស់សាហ្នឹងយកចង្វាក់ចេញបីនាំគ្នាហ្នឹងបន្តឡើងភ្នំដើម្បីឆាប់បានត្រឡប់ទៅផ្ទះរៀងខ្លួនអញ្ចឹងគ្នាយើងរួចពួកគេក៏បានធ្វើដំណើរទៅជើងភ្នំរួចក៏ចាប់ផ្ដើមនាំគ្នាយកខ្សែអីហ្នឹងដើម្បីចងខ្លួនដែលជាឧបករណ៍សម្រាប់ឡើងភ្នំដើម្បីធ្វើការឡើងភ្នំនៅក្នុងគណៈនោះផងដែរភ្លាមនោះដែរបេនគេបាននិយាយលក្ខខណ្ឌជាច្រើនជាមួយនឹងសាថាកុំឲ្យសាហ្នឹងធ្វើអ្វីប្រេះផ្ដាស់ពេលដែលគេរួចខ្លួនឬក៏ឡើងទៅដល់លើពួកគេហ្នឹងគឺចប់រឿងជាមួយគ្នាគឺពុំមានរឿងអ្វី
ប៉ះពាល់មួយគ្នាទេក្នុងគណៈដែលសាក៏បានយល់ព្រមជាមួយនឹងបេនផងដែរបន្ទាប់មកនាងក៏បានចាប់ផ្ដើមឡើងទៅលើភ្នំមុនហើយបន្ទាប់មកបានចាប់ដើមយោងបេនហ្នឹងទៅតាមក្រោយនៅក្នុងគណៈនោះផងដែរសាក៏ចាប់ផ្ដើមឡើងភ្នំបន្តិចម្ដងតាមកលៈទេសៈតាមអ្វីដែលខ្លួនអាចធ្វើទៅបានពេលទៅដល់កន្លែងដែលមានការតាចំណោទខ្លួនក៏បានចាប់ដើមយោងឬក៏ជួយទប់ដើម្បីឲ្យបេនហ្នឹងដើម្បីធ្វើដំណើរឡើងទៅលើជាមួយខ្លួនប៉ុន្តែបេនហាក់ដូចជាមិនទុកចិត្តសាខ្សោះចំណែកឯសាវិញក៏ចេះតែសម្លឹងមកបេនដែរប៉ុន្តែនាងក៏នៅតែធ្វើដំណើរដើម្បីឡើងបន្តិចម្ដងកាន់តែខ្ពស់ទៅក្នុងគណៈនោះផងដែរពេលដែលនាងកំពុងតែឡើងភ្នំទៅកាន់តែខ្ពស់ទៅហ្នឹងធ្វើឲ្យនាងចំណាយពេលកាន់តែច្រើនធ្វើឲ្យបេននៅខាងក្រោមនោះគឺមានអារម្មណ៍ថាមិនទុកចិត្តកាន់តែខ្លាំងឡើងពេលដែលនាងធ្វើដំណើរបន្តិចម្ដងស្រាប់តែបេនគឺមានអារម្មណ៍កាន់តែពុះបញ្ជ្រោលឡើងក៏ខឹងក៏ទាញនាងទម្លាក់ចុះមកក្រោមប៉ុន្តែនាងមិនបានធ្លាក់ទៅក្រោមទេដែលជាប់នឹងខ្សែឡើងភ្នំតែនាងដោតជាប់ខាងលើគឺពុំមានគ្រោះថ្នាក់អ្វីនោះឡើយភ្លាមនោះនាងក៏បានទាត់ជើងបេនមួយជើងរួចក៏បានធ្វើដំណើរឡើងទៅលើទៀតដោយខឹងនឹងបេនអញ្ចឹងគ្នាយើងភ្លាមនោះដែរធ្វើឲ្យបេនហ្នឹងគឺចាប់ផ្ដើមខឹងនឹងសាកាន់តែខ្លាំងឡើងនៅក្នុងពេលនោះដែរសាក៏បានយកខ្សែចងនឹងកូនឈើរួចហើយនាងក៏ព្យាយាមស្រាយខ្សែចេញពីកេះរបស់ខ្លួនដើម្បីយករួចខ្លួនអញ្ចឹងគ្នាយើងភ្លាមនោះដែរស្រាយមិនទាន់បានរួចខ្លួនផងស្រាប់តែបេនហ្នឹងគឺទាញកន្ត្រាក់ធ្វើឲ្យនាងហ្នឹងធ្លាក់ត្នែងត្នោងធ្លាក់មកក្រោមប៉ុន្តែបានតោងជាប់នឹងគល់ឈើងាប់ដែលនាងចងខ្សែរបស់បេននៅទីនោះផងដែរភ្លាមនោះដែរបេនក៏បានទាញកន្ត្រាក់នាងកន្ត្រាក់ចុះកន្ត្រាក់ឡើងធ្វើឲ្យខ្សែដែលនៅជាប់នឹងឆ្កេះរបស់នាងហ្នឹងរបូតស្រូចេញពីឆ្កេះរបស់នាងធ្លាក់ទៅខាងក្រោមធ្វើឲ្យនាងហ្នឹងរួចផុតពីការទាញរបស់បេនធ្វើឲ្យនាងហ្នឹងគឺមានចិត្តខឹងយ៉ាងខ្លាំងរួចក៏ឡើងសវេសវ៉ាទៅខាងលើរួចក៏បានស្រាយខ្សែចំណងនោះទម្លាក់បេនធ្លាក់មកក្រោមស្លាប់នៅក្នុងគណៈនោះផងដែរក្រោយមកសានាងក៏បានសម្រាកនៅទីនោះមួយផ្លែតដើម្បីមានកម្លាំងដើម្បីនាងហ្នឹងធ្វើដំណើរឡើងភ្នំដើម្បីយករួចខ្លួនតែម្នាក់ឯងក្នុងគណៈនោះបន្តទៀតដែរ បំផុតសានាងក៏បានឡើងទៅលើកំពូលភ្នំបានសម្រាប់ធ្វើឲ្យនាងនឹងមានចិត្តសប្បាយរីករាយមែនទែនហើយក៏ដេកលើដងមួយសបកក៏ធ្វើដំណើរដើម្បីទៅរកផ្លូវដើម្បីទៅផ្ទះវិញលុះយប់មកដល់នាងក៏បានធ្វើដំណើរតាមផ្លូវមួយនោះក៏ចៃដន្យអីស្រាប់តែមានឡានគេបើកកាត់នៅទីនោះក៏មកនាងក៏បានសុំគេដើម្បីធ្វើដំណើរទៅមួយរួចក៏នាងក៏បានរួចផុតជីវិតទីនោះផងដែរនាងក៏បានធ្វើដំណើរទៅផ្ទះវិញហើយសាច់រឿងនេះក៏បានបញ្ចប់ក៏បញ្ជាក់ផងដែរថាការតស៊ូរបស់នាងគឺទទួលបានជោគជ័យអញ្ចឹងបើគ្មានការតស៊ូទេគឺគ្មានភាពជោគជ័យឡើយ